สวยครั้งนั้นแต่มาดมนี่ฮะคือมาต่างสไนมาต่างสัตว์มาต่างจังชนิดที่โอ้ my god มองฮัลโหลบงปอนngày nay mà mua bán chuột ăn mà tem đòn tất thời cái miếng bay ruche đó bông bồn ôi sủi khăn ngàn tàn oh my god wow mà tên lằng pênh pênh mỏ bông bồn ôi chỉ đủ tất thời cho máuសម្រាប់ជ្រូកអាំងនេះខ្ញុំបានកំងតាមเพจតែបាយបាងកក់ធ្លាប់ញ៉ាំម្ដងឲ្យបងប្អូនឆ្ងាញ់ឥឡូវកំងមកញ៉ាំទៀតសំខាន់ណាស់ឡងស្រួយស្រួយឲ្យហល់ពេញមាត់ហ្មងហើយគាត់កំពុងតែមាន promotion បងប្អូនសម្រាប់ជ្រូកមួយក្បាលទាំងមូលដូចខ្ញុំណាតែ100ឯងហើយបងប្អូន add time តែ$50បានមួយក្បាលទៀតចឹងបានន័យថា150យើងបានទាំង2ក្បាលលោមែនតើហ្មងសម្រាប់ set របស់គាត់គឺមានទាំងបន្លែ2ប្រអប់បាញ់ហយ2ប្រអប់ហើយគ្រឿងដូចជាទឹកជ្រលក់ទឹកអីគឺច្រើនខ្លាំងមែនតើនិយាយទៅ the best មកបងប្អូនសម្រាប់100ហ្នឹងណាកន្លែងដែលខ្ញុំចិត្តញ៉ាំបងប្អូននិយាយចឹងជ្រូកអាំងហ្នឹងបងប្អូនគឺឆ្ងាញ់លើស្បែកស្រួយហើយមានម្ទេសមានអីចឹងឡើងជាតិហ្មងហើយបើ stop ខាងក្រោមមួយទៀតគឺសាច់ក៏គឺល្មមចឹងហ្មងអត់សូវមានខ្លាញ់ច្រើនទេហើយមក stop ខាងក្រោមទៀតគឺឆ្អឹងជំនីនេះជានេះណាទៅតាហូបតែយកមកឃើញផ្ទាល់គឺឃើញតំណហ្មងសំខាន់ពណ៌ចេញស្អាតម្ទេសឡើងពេញគ្រឿងចុកញ៉ាំទៅស្រួយខ្ញោកតែម្ដងសំខាន់អត់មានខ្លាញ់ច្រើនហើយនេះជាមួយខ្ញុំត្រឡប់ឲ្យបងប្អូនមើលតែកាត់មកឆ្អឹងជំនីក៏ញ៉ាំរៀបគ្រឿងពេញតែម្ដងមើលឡើងចង់សុកទឹកមាត់ហើយយើងខ្ចប់អញ្ចេះមកខ្ញុំបាញ់ហូយតិចមកបងប្អូននិយាយទៅតែយើងមានកម្មវិធីមានអីបងប្អូនចេញញ៉ាំឆ្ងាញ់ហើយខ្ញុំសុំបញ្ជាក់ជ្រូកនឹងជ្រូកអាំងណាបងប្អូនមិនជ្រូកខ្វៃទេអាំងមែនណាប៉ុន្តែស្បែកនេះគឺស្រួយដូចយើងខ្វៃចឹងខ្ញុំស្រួយបងសុំតាក់មួយបងមិនដឹងបងប្អូនឃើញស្បាខ្ញុំអត់ហើយអូយសុំតាក់ខូចមួយសិនបងប្អូនហើយហើយហើយអរគុណបងប្អូនដែលទស្សនាវីដេអូនេះដល់ចប់ហើយខ្ញុំក៏សូមទោសបងប្អូនទាំងអស់គ្នាដែរដែលធ្វើឲ្យបងប្អូនហេវបាយថ្ងៃនេះមកធ្វើជាមួយនឹងកាទៀវស៊ុបហូបងាយៗណាផ្ទះជាមួយនឹងលើកដំបូងធ្វើម្ទេសឆានេះខ្ញុំទិញ3ខាំជាមួយនឹងខ្ទឹម3មើមអូយមានម៉ាស៊ីនក្លុកចឹងស្រួលម៉ែដាក់មកឆ្វាច់2ឆ្វាច់ឡើងម៉ត់ហើយម្ទេសនេះខ្ញុំឃើញគេដាក់ស្រស់វាបន្តិចហើយជាស្រស់អញ្ចឹងឲ្យវាបាត់ក្លិនត្រូវបងប្អូនបន្ទាប់មកយើងដាក់ឲ្យស្រក់ទឹកហើយយកទៅកិនខ្ញុំចង់ឆាខ្លួនឯងញ៉ាំហ្នឹងគឺដោយសារខ្ញុំជួយចិត្តហល់ខ្លាំងរហូតដល់ខ្ញុំញ៉ាំម្ទេសឆាហ្នឹងគឺដៃហល់សោះមានតែប្រៃដំបូងខ្ញុំទៅលីងខ្ទឹមសិនថ្ងៃនេះខ្ញុំឆាជាមួយនឹងខ្ទឹមទៀតឲ្យម្ទេសយើងហត់តែឈ្ងុយខ្ទឹមលឿងហើយខ្ញុំស្រង់ចេញខ្លះទុកបន្តិចបានហើយខ្ញុំដាក់ម្ទេសចូលឆាតែឆាមកប្រហែល5នាទីបងប្អូនដាក់អំបិលកន្លះស្លាបព្រាជាមួយនឹងស្ករ3ស្លាបព្រាប៊ីចេងបន្តិចជាមួយនឹងទឹកត្រី1ស្លាបព្រាទៀតឲ្យឈ្ងុយពេលដាក់គ្រឿងឲ្យបងប្អូនឆាជាមួយក្តៅតិចកុំឲ្យខ្លោចឆាថែម10នាទីទៀតបងប្អូនចាក់ខ្ទឹមចូលបើសិនជាស្ទើខ្លាញ់ស្ទើអីបងប្អូនអាចចាក់ថែមខ្ញុំនេះគឺទៅចិត្តញ៉ាំខ្លាញ់ច្រើនទេបងប្អូនមើលនេះបាន2គីឡូតូចណាគឺហល់កប់សេរីហ្មងនិយាយទៅកាទៀវស៊ុបនឹងស្រួលធ្វើហើយណាសម្រាប់អ្នកទៅជិះធំម្ហូបធ្វើបានដែរខ្ញុំដាក់បកាក្រៀមជាមួយនឹងចំពៅផ្អែមហ្នឹងនឹងធ្វើឲ្យទឹកស៊ុបយើងហត់តែឈ្ងុយនេះគឺខ្ញុំស្រោះទឹកក្តៅសិនណាយើងស្រោះអញ្ចឹងកុំឲ្យសាច់យើងមានឈាមមានអីយើងដាក់ចូលទឹកស៊ុបគឺទឹកស៊ុបយើងថ្លាបានល្អហ្មងស៊ុបហ្នឹងយើងអាចយកឆ្អឹងកតុយក៏បានឬក៏ជើងជ្រូកអីក៏បានដែរដាក់គ្រឿងខ្ញុំប្រើអំបិលគ្រូហ៎បងប្អូនអំបិលហ្នឹងគឺវាប្រៃប្រភេទប្រៃឡំឆ្ងាញ់ណាប្រៃមានជាតិណាហើយបើសិនជាយើងមានស្ករក្រាមដាក់ទឹកស៊ុបហត់តែឆ្ងាញ់ទៀតស្ករក្រាមហ្នឹងនឹងធ្វើឲ្យទឹកស៊ុបយើងផ្អែមបែបវាអត់ខាស់ពេកទេ
គឺផ្អែមបែបឆ្ងាញ់បងប្អូនដាក់ខ្នុរដាក់ប៊ីចេងអីមកល្មមញ៉ាំហ្នឹងណាងទៅពេលណាឃើញសាច់ជើងផុយទន់ល្អចាក់ក្រាបប្រហិតចូលហ្មងការមកងហ្នឹងបងប្អូនមកងប្រហែល40ទៅ50នាទីហ្នឹងណានាំសាច់ហ្នឹងទន់ល្អសម្រាប់បន្លែខ្ញុំមានតកួនមានតែតកួនអត់មានសណ្ដែកទេយើងស្រោះជាមួយនឹងទឹកក្តៅឆ្នាំងផ្សេងណាហើយចាំដាក់ទឹកស៊ុបចូលពេលយើងស្រោះជាមួយនឹងឆ្នាំងផ្សេងអញ្ចឹងទឹកស៊ុបយើងទុកបានយូរធ្វើបែបងាយបងប្អូនមិនតែឆ្ងាញ់សាហាវដាក់ខ្ទឹមលីងទៀតបងប្អូនមិនឆ្ងាញ់ណាហើយនេះទូអាចយើងមកអើយគឺហល់កប់សេរីមកទេឆាខ្ញុំឆាខ្លួនឯងអូយហល់ខ្លាំងមែនតើហ្មងញ៉ាំជាមួយនឹងកាទៀវអញ្ចឹងជាតិម៉ែហើយទឹកស៊ុបហ្នឹងបងប្អូនអាចធ្វើមីបាញ់កាញ់លោតឬមួយក៏កាទៀវអីហូបក៏ឆ្ងាញ់ដែរហើយមិនបាច់មានគ្រឿងក្នុងអីញ៉ៃបងប្អូនមានតែឆ្អឹងស៊ុបជាមួយនឹងប្រហិតគឺឆ្ងាញ់អស់ទៅហើយ